មុនអនុថែថាបន10យ៉ាងទៀតនោះតើបនអ្វីក៏ច្រើនម្ល៉េះសូមបកស្រាយមកមុនសូមនិមន្តអាបនច្រើននឹងវាមានច្រើនដល់រាប់មិនអស់នោះបើនិយាយពីបន40យ៉ាងនិយាយតាបប្រតិបត្តិរសាកម្មបទទាំង40ហើយបើនិយាយពីបន80យ៉ាងនិយាយពីកុសលាធម្មាអកុសលាធម្មាធម៌ជាកុសលមានប្រមាណធម៌ជាកុសលរាប់ទៅមាន10រាប់ទៅមាន80ឲ្យតែធម្មានៅចំហ្នឹងណាកុសលាធម្មាហ្នឹងណារួចញោមញាតិពុទ្ធបរិស័ទធម៌ជាកុសលមាន80វិធីធ្វើបន់ដូច្នេះការធ្វើបន់នេះវាមានច្រើនណាស់បើយើងរួមឲ្យខ្លីជាងហ្នឹងមកមានត្រឹម10វិធីធ្វើបន់ឧទ្ទិសជូនមេត្តាបិតាឬក៏ធ្វើល្អនៅក្នុងសង្គមហ្នឹងវាមាន10ល្បៀបវាមានអាបន់អស់លុយក៏មានអាមិនអស់លុយក៏មានប៉ុន្តែបានបន់ដែរទី1ទានមយៈយើងលះបង់ទ្រព្យសម្បត្តិនៃឲ្យទៅគេសពុតសាឡើងស្បែកបច្ច័យលុយកាក់អាហ្នឹងបន់កើតពីទានអស់លុយអស់កាក់អស់ប្រាក់កាសខ្លះទី2សីលមយៈធ្វើបន់មកបែបទៀតដោយគ្រាន់តែយើងទាំងអស់គ្នាមកសមាទានសិលបានបន់ដែរមកសមាទានសិលបានបន់ដែរអាហ្នឹងអត់មានអស់អីមួយរៀលទេឃើញទេទី3ភាវនាមយៈបន់កើតពីការចម្រើនភាវនាកើតពីនាំគ្នាសូត្រនមស្ការបរតនត្រ័យសូត្ររំលឹកគុណពុទ្ធពធប្រសង្ឃជាដើមហ្នឹងបានបន់ដែរអត់មានអស់អីមួយរៀលសោះទី4អបជាយនមយៈបន់កើតពីការគោរពកោតក្រែងគ្រាន់តែយើងជំរាបសួរគ្នាស្ពះគ្នាជំរាបសួរភ្ញៀវមកងើបឈរទទួលភ្ញៀវទៅអញ្ជលីកម្មលើកដៃផ្គងឡើងលើបច្ចុប្បន្នកម្មការក្រោបទទួលអនុគមនកម្មការជូនដំណើរទៅវិញវន្តិកម្មការស្ពះអភិវេតនកម្មថ្វាយបង្គំប្រកបដោយអង្គ5សាមីជាកម្មចាប់ដៃអលែកសួរសុខទុក្ខគ្នាតាមបែបធម្មតាក៏ដោយក៏បានបុណ្យបានអានិសង្សដែរអត់បាច់អស់ឲ្យមរៀលហើយចំណែកទី5វិយាវច្ចមយៈគ្រាន់តែមកជួយខ្នះជួយខ្នែងជួយតបជួយតែងជួយចាត់ជួយចែងខ្លះលីខ្លះសែងខ្លះលើកទុកខ្លះលើកដាក់ខ្លះលាងចានខ្លះលាងឆ្នាំងលាងប៉ាន់ពេញចិត្តបន្លែផ្លែឈើខ្លះជួយដាំជួយស្លជួយស្លុកខ្លះជ្រុំប្រហុកខ្លះបងបលបងវិជ័យទាំងចាស់ទាំងក្មេងជាវិយាវច្ចៈអ្នកខ្វល់ខ្វាយរត់តកបំរើភ្ញៀវបំរើប្រសងក្នុងកម្មវិធីបុណ្យខ្លះមានយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងក្នុងកម្មវិធីបុណ្យគេហៅថាបានបុណ្យដែរបុណ្យនេះកើតឡើងដោយហៅថាវិយាវច្ចមយៈហើយនិមន្តប្រសំមកសម្ដែងធម៌ទេសនានេះមួយទៀតគេហៅថាធម្មទេសនាមយៈបានបុណ្យទៀតគាត់នឹងអង្គុយស្ដាប់លោកទេសដោយគោរពនេះឯងគេហៅថាធម្មសវនមយៈបានបុណ្យទៀតអត់ចាំបាច់អស់ឲ្យមរៀលក៏បានបុណ្យនេះឲ្យតែស្ដាប់ដោយគោរពហើយបฏิទានមយៈញោមញាតធ្វើបុណ្យហើយនាំគ្នាសោតយ៉ាងកេញអ៊ីមនីយាទេវតាទេវាកន្តវានិវេទយមទិកសលផលបុណ្យដល់បបការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000តម្រួតតាទូចទូតាលើយលាហ្នឹងបានបុណ្យដល់យើងនេះវាមួយជាន់ទៅទៀតណាបានបុណ្យហើយអត់ទិញទៅឲ្យគេហ្នឹងហើយបាត់តានមោទនីមយៈគ្រាន់តែអង្គុយសុកគេជូនបុណ្យមកយើងអនុមោទនីទទួលយកបានបុណ្យមកគ្រើតមកទៀតដែរតែថោជូកម្មៈប្រណិតតម្រង់ទឹកទេឲ្យត្រង់បើយើងធ្វើបុណ្យយើងបានបុណ្យបើយើងធ្វើបាបយើងបានបាបម៉ែឪមានគុណអីតែប៉ុណ្ណឹងទៅបានបុណ្យបានអានិសង្សដែរដូច្នេះ10របៀបនឹងឯងគេហៅថាបុណ្យ10យ៉ាងសូមជ្រាបសាធុប្រគេនពោបុរហូតកំសក់អនុថែពេលរស់ណាស់ឥឡូវញាតិញោមរកវិធីណាធ្វើក៏ធ្វើទៅចុះមានអាអស់លុយមានអាអត់អស់លុយបានបន់ទៅតាមគណៈចិត្តដែលយើងឆ្លាតឆ្លៀសវៃក្នុងកិច្ចនៃការធ្វើអនុថែឥឡូវ10យ៉ាងក៏ជ្រាប80យ៉ាងក៏ជ្រាបអារប់មិនអស់ក៏ជ្រាបប៉ុន្តែនៅ4ទៀតមិនទាន់ជ្រាបឥឡូវសួរអនុថែបន្តទៀតបន់4យ៉ាងសម្ដៅដល់បន់យ៉ាងមិនទៀតអនុថែឲ្យសូមវិសាចនី4យ៉ាងសម្ដៅដល់វិធីសកម្មភាពដែលគេកំពុងធ្វើវាមាន4របៀបធ្វើបន់ហ្នឹងគឺកិរិយាដែលយើងបញ្ចេញសកម្មភាពធ្វើមាន4ទី1បន់ដេកទី2បន់ដើរទី3បន់ក្បែរជាដើរទី4បន់លើផ្ទះបន់ដេកសំដៅទៅលើញោមញាតទៅបន់ឆ្ងាយទៅចុះសីមាឆ្លងតាឡាឆ្លងកត់ទៅទី3យប់គ្រប់2 3ថ្ងៃបានត្រឡប់មកវិញទៅដេកធ្វើបន់ហៅថាបន់ដេកហើយចំណែកបន់ដើរដូចជាហែកឋិនហែនៀកបួសហែផ្កាហែសពអីហ្នឹងទៅជួយហែហមគេអាហ្នឹងបានបន់មកបែបដែរដោយការដើរហែហើយដល់លបនក្បែរជាដើរបានដល់ដាក់បាតប្រសងនៅលោកនិមន្តមកក្បែរជាដើរហើយដល់លបនលើផ្ទះមេត្តាបៃតាហ្នឹងជាព្រះនៅលើផ្ទះបានដល់បុណ្យកតញ្ញូចាំម៉ែចាំឪនឹងហើយគឺជាបុណ្យដែលនៅលើផ្ទះមាន4ប្រភេទនឹងទៀតតាមសកម្មភាពសូមជ្រាបសាធុបុណ្យចុងក្រោយបុណ្យនៅលើផ្ទះសំដៅដល់បុណ្យកតញ្ញូហើយចុះពាក្យថាកតញ្ញូមានន័យថាម៉េចអនុថែសូមបកស្រាយអ្នកខ្លះថាកតញ្ញូដឹងគុណគ្រូព្រោះកតញ្ញូដឹងគុណគ្រូមានតែកតញ្ញែដឹងគុណម៉ែកតញ្ញូដឹងគុណឪកតញ្ញីដឹងគុណយាយកតញ្ញាដឹងគុណតាតាមពិតមិនមែនទេកតញ្ញូនេះកតាំងឧបការៈជានេតិតិគេដឹងនៅឧបការៈគុណដែលណានាគេធ្វើល្អដាក់យើងមុនយើងក៏ដឹងគុណហើយដឹងហ្នឹងគេហៅថាកតញ្ញូហើយដូចម៉ែឪបានបង្កើតចិញ្ចឹមយើងមកឥឡូវកូនគេដឹងគុណហ្នឹងហើយគេហៅកតញ្ញូសូមជ្រាបសាធុជ្រាបហើយចុះកតញ្ញូមានប្រមាណដែរអនុថែសូមវិសាចនីកតញ្ញូមាន3និច្ចជាកតញ្ញូកូនចៅនៅពង្រើម៉ែឪជានិច្ចហ្នឹងមួយកាលកតញ្ញូមកម្ដងមកកាលនេះមួយបកាសនៈកតញ្ញូដាក់មេក្រូឲ្យអាចារ្យប្រកាសដូចថ្ងៃហ្នឹងមួយ
និច្ចកតញ្ញូអ្នកនៅបង្រើម៉ែឪជានិច្ចបាយទឹកព្រឹកល្ងាចទៅមាត់ក៏ច្រើនជាងគេបានបនក៏ច្រើនជាងគេម៉ែជេក៏ច្រើនជាងគេដែរហើយតែខឹងកូននៅចិត្តទួតពីកូននៅឆ្ងាយប៉ុន្តែសឡបាយកូននៅឆ្ងាយយូរបានមកម្ដងអាកូនចិត្តនេះដុតដៃដុតជើងរាល់ថ្ងៃយកប្រលប់ឈឺថ្កាត់ខ្យល់ចាប់ខ្យល់កគ្មានកូនណាឆ្ងាយមានតែកូនចិត្តអញ្ចឹងអ្នកនៅបង្រើម៉ែឪជានិច្ចកាលនេះគេហៅថានិច្ចកតញ្ញូបានបនច្រើនណាស់បីដូចជាប្រគុណម្ចាស់មួយអង្គនោះលោកទៅបួសហើយត្រាប់តែមានប្អូនស្រីនោះមកចំណែនតំអូនតំឯងទាំងលបងអើយលបងឯងទៅបួសនឹងបានបនច្រើនណាស់ខ្ញុំកណានៅផ្ទះអត់បានបនលោកថាណែប្អូនស្រីមិនត្រូវពោលស្ដីដូច្នេះឡើយប្អូនឯងនៅផ្ទះចិញ្ចឹមម៉ែចិញ្ចឹមឪនឹងបានបនខ្លាំងណាស់ណាប្អូនទំនុកបំរុងព្រះណាបើប្អូនឯងចង់បានបនខ្លាំងលើសនឹងទៀតមានគេធ្វើបនធ្វើទានអីប្អូនឯងទៅជួយគេទៅនឹងបានបនបន្ថែមទៀតប្អូននោះក៏ធ្វើតាមអានិសង្ឃនាងទៅណាក៏ទេវតាតាមថែអាសាដែរញោមរកទទួលទានមានបានកើតមានគុំតិចតិជុំអ្នកស្រុកអ្នកភូមិធ្វើបនចេះទៅចូលរួមជាមួយបងលោកនោះវាឡើងជាគ្រូសូត្រចាត់ចែងលោកទៅបនឲ្យក្រោយមកខាងទលេណោះពេលទៅអស់លីងនាងហ្នឹងធ្លាប់ទៅជាមួយយាយថ្ងៃនេះបាយទឹកនំចំណីស្លបបរបៀកលើកយកមកបញ្ចុកម៉ែអាឡ័យទៅថ្នាក់ធ្នមម៉ែចាស់ទៅដល់មាត់កំពង់ទុកគេទៅចោលបាត់ចូលយំយែកស្រែកទួញត្អូនធ្ងោម្នាក់ឯងថាមិនគួរគេទៅចោលសោះនេះហើយព្រោះតែជាប់នៅបង្រើម៉ែឥឡូវកូនដាច់ចិត្តត្រូវលុយទឹកទៅហើយកូនម៉ែកូនឪអើយជួយកូនផងទេក្តៅជួយកូនផងបនកសលជួយផងលុយទឹកទៅហើយលុយទៅស្រាប់តែដូចជាមានទេវតានៅក្បែរក្នុងថែអាសាការពីអត់ឲ្យនាងលិចទេញោមចេះតែដើរទៅដូចជាមានស្អីទ្រជើងរហូតតទៅដល់ក្រោយមកខាងឆ្លងទៅដល់រោងបនគេឆ្ងល់เลยលាន់អើយគេជីទូកមកចោលហើយនាងមកជីអីមកបានជាមកដល់គេដែរនាងនោះថាខ្ញុំបួងសួងបនស្រន់ដល់គុណទឹកដោះម្ដាយថ្លៃដល់ទេវតាឲ្យជួយខ្ញុំស្រាប់ខ្ញុំដើរមកវាមានបត់លិចអញ្ចឹងទៅបានពីខុសសងលាត់មាត់ថាយីអានិសង្ឃមិនធម្មតាទេឃើញទេអ្នកដែលមានធម៌កតញ្ញូអញ្ចឹងទៅណាក៏ទេវតាតាមថែអាសាដែរបានប្រពុតលោកសម្ដែងថាយោមេតរាំងពេតរាំងវាមកចោលថាមានណាបោសតិទេវាពេណាំងតិកឆន្តិមេតាពេតិបរាំងរាអ្នកណាមានធម៌កតញ្ញូចំពោះមេត្តាបីតាប៉ុណ្ណឹងទៅរកទទួលទានទីចិត្តទីឆ្ងាយសុខកាយសบายចិត្តទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូរគេលើកគេតម្កើងគេតម្លើងជួបគេតម្លើងសាក់ជួបទៅនឹងព្រះប្រទះទៅនឹងធម៌ជួបទៅអ្នកល្អជួបកសបរោះរហូតសូម្បីតែសកទេវរាជក៏លើកដៃសាពះនមស្ការពីលើមកដែរនេះតល័យទេវបុត្រឃើញតែប្រអិនថ្វាយអង្គមសាពះរះពីលើចុះក្រោមចិត្តទៅសួរថាហូចសាពះស្អីគេនោះមហារាជប្រអិនថាណាដឹងគុណឪពុកដឹងគុណម្ដាយគោរពកោតខ្លាចតកូលរៀមច្បងសាពះថ្វាយអង្គមទៅនោះហើយបើប្រអិនជាស្ដេចទេវតាថ្វាយអង្គមហើយរឿងអីទេវតាតូចតាចក្រមអំណាចប្រអិនថ្វាយអង្គមតាមបានជាប្រអិនបានជាទេវតាថែអាសាចេះតែសុខនឹងនៅញោមមើលឃើញដែរចឹងឥឡូវយាយតាធ្លាប់បង្រើម៉ែបង្រើឪដែរបើយើងទៅចំមាត់កំពុងទូគេចិញ្ចោលអីយើងសាក់លបងដែរក៏មិនណាលើកដៃសាពះសាក់មើលដែរមិនបើមិនជាលើកដៃសាពះអីសាក់មើលសិនណាគុណម៉ែគុណឪអើយខ្ញុំធ្លាប់បង្រើម៉ែបង្រើឪគេដែរសូមឲ្យខ្ញុំឆ្លងរួចដោយប្រាថ្នាថាអញ្ចឹងអើយលោកជើងលោសាក់មើលបើលោទៅទឹកនឹងវារឹងអានឹងទៅចុះបើលោទៅខំអីកុំខ្ញុំរត់ទុកជីកអាកើតទៅព្រោះប៉ុនយើងមាននៅស្ទើវាមិនតាន់ដល់អញ្ចឹងណាហើយមួយទៀតគេហៅថាកាលកតញ្ញូបុរាណគាត់បានពោលថាហែមន់វសន្តរដូវឥឡូវវាคล้ายមកលើតែខែហ្មងសន្នរដូវខែហ្មងសន្នរដូវមានន័យថារដូវចូលឆ្នាំនិងរដូវភ្ជុំបិណ្ឌវសន្តរដូវនិងរដូវភ្លៀងហើយហែមន្តៈហ្នឹងគឺវារដូវក្តៅរដូវលំហៅយេណោះដល់យើងគិតតាមបុណ្យខ្មែរយើងវារដូវប្រាំងនិងរដូវវស្សាគិតតាមសាសនាយើងគេហៅថាខែចូលឆ្នាំនិងខែភ្ជុំបិណ្ឌចំណាំទុកម៉ែឪនឹកកូនខ្លាំងជាងគេអាពេលពីហ្នឹងពីព្រោះអីកូនគេក្បែរគេមកលាន់ហើយឃើញមានទឹកក្រូចផ្លែឈើនំចំណីមកជូនម៉ែឪគេបាត់កូនឯងទៅឯណាលឺតែឡានមកមុខផ្ទះដកកមើលលឺតែម៉ូតូមកមុខផ្ទះដកកមើលនឹកកូនពេលហ្នឹងខ្លាំងជាងគេបានគេថាម្ដងមកកាលកូនចៅនៅឆ្ងាយនាំគ្នាមកវ័នពាមានភេសជ្ជៈមានបង្អែមនំចំណីសពុតសៅអាវស្បៃបច្ច័យលុយកាក់ជូនគាត់ទៅគាត់នឹងឲ្យពរឲ្យជ័យសិរីមានគល់ត្រឡប់ទៅវិញទៅរកទទួលទានវាកាន់តែមានកាន់តែបានសុខសាន្តសប្បាយទៅទៀតអានឹងអ្នកនៅឆ្ងាយម្ដងមកកាលអញ្ចឹងគេហៅថាកាលកតញ្ញូហើយថ្ងៃនេះបកាសនៈកតញ្ញូដាក់មេក្រូប្រកាសអាចារ្យហៅអស់ឲ្យទេវតាក៏ហែងមេជាណាក៏មកដែរតាំងពីឋានសួគ៌ឋានព្រំអីហៅខ្ទេចហៅខ្ទីបុណ្យដតីបើអាចារ្យមិនចូលហៅអាចារ្យនេះហៅយកមកនេះអស់ដូច្នេះទេវតាក៏ដឹងក៏លឺជាកសិនសាក់សីយាយតាក្នុងភូមិក្នុងស្រុកនេះក៏ដឹងជាកសិនសាក់សីថាកូនចៅគេបានធ្វើបុណ្យកតញ្ញូចំពោះមេត្តាបិតាគេអាហ្នឹងគេហៅថាបកាសនៈកតញ្ញូមាន3ស្ដីប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងពេញបតីឬអត់បើពេញក៏យកចោះបើខុសក៏លោកចេញឆ្លើយឡើងវិញស្រេចលើអ្នកសួរសូមជ្រាបសាធុត្រឹមត្រូវហើយអនុថែឆ្លើយពីរោះក្បោះក្បាយឲ្យឡើងល្អិលព្រិលដូចឈិនព្រីងហើយអញ្ចឹងនៅទៅរៀនដល់មកញោមដូចគ្មានតាក់សោះដល់ឡើងទ្រូគ្មានតាក់បន្តិចហ្នឹងហើយព្រះអង្គសាមភារៈនោះណាជើងល្បីនេះហៅថាជើងចាស់សំដែងធម៌នោះពីរោះក្បោះក្បាយឥឡូវកតញ្ញូមាន3ខ្ញុំកណាបានជ្រួតជ្រាបហើយអនុថែ
ហើយកតញ្ញូការដឹងគុណចំពោះមេត្តាបិតាហ្នឹងហើយខ្ញុំកណាឆ្ងល់រឿងមេត្តាបិតាតិចទៀតអនុថែដែលកូនប្រុសស្រីដឹងគុណមេត្តាបិតាហ្នឹងតើមេត្តាមានន័យថាម៉េចហើយបិតាមានន័យថាម៉េចដែរអនុថែសូមបកស្រាយមេត្តាហ្នឹងមានន័យថាម៉ែបិតាហ្នឹងមានន័យថាឪសូមជ្រាបចឹងទេមេត្តាមានន័យថាម៉ែបិតាមានន័យថាឪហើយហ្នឹងតាមការហៅនិយល់អញ្ចឹងមែនប៉ុន្តែអ្នកខ្លះគេថាមេត្តាបិតាប៉ុន្តែមិនមែនជាភាសាខ្មែរយើងទេជាភាសាបាលីហើយបើន័យជាខ្មែរក៏មានអត្ថន័យសេចក្តីយ៉ាងណាដែរអនុថៃជួយបកស្រាយពីរូបបោះក្បាយមកមើលសូមនិមន្តពាក្យមេត្តានិងបិតាហ្នឹងពាក្យហ្នឹងតែមួយម៉ាត់ទេពេញពិភពលោកហ្នឹងវាហៅរៀលទេពាក្យហ្នឹងពាក្យរួមគ្នាតាគាត់វាជំរាបតាមជាតិសាសន៍ទេតែយើងថាមេត្តាហ្នឹងមកពីបាលីចុះសំស្ក្រឹតក៏មេត្តាដែរម៉ាតាបាលីថាម៉ាតាសំស្ក្រឹតថាម៉ាតាដល់ថៃថាម៉ានតាដល់អឺរ៉ុបគេថាម៉ាដឺដល់ទៅអឺរ៉ុបមួយទៀតគេថាម៉ែម៉ងម៉ាំម៉ាមីវាចេញទៅពីបបោមាត់ទៅទាំងអស់ព្រោះកូនវាកើតឡើងវាចង់រំមឹមដល់វាចង់រំមឹមវាចេញពីបបោមាត់ហ្នឹងម៉ាម៉ងម៉ែសត្វតែម៉ែទាំងអស់ម៉ាក៏ម៉ាម៉ងម៉ាម៉ែម៉ែម៉ាំម៉ាមីម៉ាដាមេតាសត្វតែចេញពីបបោមាត់ទាំងអស់ហើយបើមិនម៉ំទេបាក់បិតាហ្នឹងឯងបិតាពិតាបាលីថាពិតាខ្មែរយើងយកមកអានបិតាយូរទៅជាបិតាថៃគេថាពិតាប៉ាទ័រដូចគ្នានឹងប៉ាពុកពាំងថាតែចេញពីបបោមាត់ទាំងអស់ពាក្យហ្នឹងវាទៅដដែលនឹងឯងប្រគុណម្ចាស់មានកលដ្ឋពីបនីគេថាមេត្តានាមៈជាអ្នកការអ្នកបង្កើតឈ្មោះថាម៉ែឈ្មោះថាម៉ាដាយម៉ាដឺម៉ាដាយខ្ញុំមិនដឹងដូចតែគ្នាហ្នឹងម៉ាដឺម៉ាដាយអូយប្រពុតសំដែងទៀតថាបិតានាមៈជាអ្នកកោអ្នកឲ្យកំណើតឈ្មោះថាបិតានឹងឲ្យឪពុករបស់យើងនោះប្រគុណជាអង្គម្ចាស់បិតាមកពីបាធិបហើយនឹងរិទ្ធបច្ច័យបតតាំងបាលេតិជាបិតាអ្នកដែលចិញ្ចឹមថែរក្សាការពារកូនឈ្មោះថាបិតាមេតាមកពីមានអ្នកធៀបរិទ្ធបច្ច័យបតតាំងមាននេតិតិជាមេតាអ្នកស្រឡាញ់អ្នករាប់អានអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនហៅថាមេតាអញ្ចឹងអ្នកបង្កើតផងចិញ្ចឹមផងបីបាច់ផងថែរក្សាផងហៅថាមេតាហៅថាបិតាហៅថាពុកហៅថាម៉ែនឹងនោះប្រគុណជាអង្គម្ចាស់សូមជ្រាបសាធុជ្រាបអនុថែឲ្យតែបរិសុទ្ធស្ត្រីណាមានកូនខ្លាយជាពុកខ្លាយជាម្ដាយខ្លាយជាម៉ែខ្លាយជាឪខ្លាយជាបិតាមេតាបិតាអនុថែចុះមេតានឹងមានប្រមាណហើយបិតាមានប្រមាណដែរអនុថែសូមមុនរត់មនុស្សណាបង្កើតបុត្របានប្រមាណអ្នកមេតាមានប៉ុណ្ណោះឪណាដែលបង្កើតកូនបានប្រមាណឪមានប៉ុណ្ណោះដែរនៅណាទៅរាប់អស់ឲ្យតែណាបង្កើតកូនបាននៅនឹងឲ្យមេតាបិតាសូមជ្រាបកណាបង្កើតបានប្រមាណបិតាប៉ុណ្ណោះមេតាក៏ប៉ុណ្ណោះដែរណាបើបិតា3មេតាក៏3ហើយចុះបើសិនជាតាមអ្នកប្រាជ្ញពីបុរាណកាលវិញចាត់ទុកឈ្មោះមេតានិងបិតាហ្នឹងតាមមានប្រមាណឈ្មោះដែរលោកខែសូមបកស្រាយឈ្មោះច្រើនខ្លះឈ្មោះយីមុកតសុកយីម៉ៅតសៅតទឹកតចាំតគ្រាតពុតតពហោះនៅណាទៅរាប់អស់ឈ្មោះម៉ែឈ្មោះឪរស់ច្រើនណាចង់ដឹងដើរសួរគេខ្លួនឯងសូមជ្រាបសាធុអាលោកថៃមិនដឹងទេយោប៉ុន្តែឆ្លើយពវៀងទៅហ្មងណាមែនបើម្ដាយឪពុកម្ចាស់ពៀនសម័យប៉ុនហ្នឹងមានមិនហ៊ិននកអូនទេមានឆាយទូចអីហ្នឹងជាដើមហ្នឹងតាមការនិយមហៅយើងដាក់ចិត្តដាក់ហៅតគ្នាទៅប៉ុន្តែលោកអ្នកប្រាជ្ញពីបុរាណកាលមកដាក់សិតតែមានអត្តន័យអញ្ចឹងក្នុងទីនេះចង់ឲ្យអនុថែអធិប្បាយបកស្រាយបន្តិចមើលអនុថែសូមរតនាកណាអរប្រគុណណាស់ព្រះគ្រូជាអង្គម្ចាស់ដែលទេវតានឹងថែរក្សាការពារឲ្យបួសរហូតមិនឲ្យសឹកដល់ចម្រើនរជាតិសូមនិមន្តជ្រាបសំណួរពីខាងដើមដែលហៅថាមេត្តាមានប្រមាណបិតាមានប្រមាណហ្នឹងមាន3ព្រោះបិតាហើយបើមាន3វាមាន4ហ្នឹងហើយមេត្តាបកើតមួយបើយើងនិយាយតាមខ្មែរយើងថាម៉ែបកើតមួយម៉ែក្មេកមួយហើយនឹងម៉ែចិញ្ចឹមមួយម៉ែចិញ្ចឹមឬក៏ហៅថាញោមឧបថៈឬថាញោមធរអានោះវាសរុបមកនៅក្នុងម៉ែចិញ្ចឹមអ្នកខ្លះហៅម៉ែដោះក៏បានដែរអញ្ចឹងវាមាន3ហើយបិតាក៏អញ្ចឹងដែរវាមានបិតាបកើតមួយបិតាក្មេកមួយហើយវាមានបិតាធរបិតាចិញ្ចឹមអញ្ចឹងដែរប៉ុន្តែអាត្មាដូចជាអាកតាអត់ដូចគ្មានណាមានមេត្តាកើតបិតាបកើតហើយបើមេត្តាបិតាធរមានប៉ុន្តែមេត្តាបិតាក្មេកហ្នឹងដូចគ្មានរាប់ចុះរាប់ឡើងដូចម្ដងតំណឹងមួយបាត់តាំងពីដើមមកគុណក្នុងនោះតំណងមានអញ្ចឹងអាអត់ដែលមានទេរួចមេត្តានេះមានឈ្មោះច្រើនយ៉ាងហោចណាស់ក៏ដកដែរទី1លោកឲ្យឈ្មោះហៅថាសោភ័ពាជាស្រីមានសន្តានចិត្តល្អ
ញោមដឹងខ្លួនឯងចិត្តល្អហើយអត់កាលពីក្មេងធ្លាប់លោតកញ្ឆេងឈោងឆាញីកែងជើងញីដីស្លៀករឹបណែនអីបែបយ៉ាងណាស្រាប់តែឮថាមានបុតក្រាមនៅក្នុងផ្ទៃកំណើលោតហក់តោមឈោងបោតបេះបលេះលីសែងលើកធ្ងន់អីលែងហ៊ានហើយថែរក្សាកខ្លាចកូននឹងប្រយ័ត្នពីធ្ងន់ភារៈធ្លាក់ទៅលើលោកឪពុកឯងទុកឲ្យខ្ញុំកុំលើកកុំលីកុំសែងកុំយឹកកុំយូងកុំតោមកុំបោតកុំបេះត្រូវឡើងទុកឲ្យខ្ញុំណែរួមលុយទឹកលុយពួកមិនហ៊ានឲ្យលុត3គ្នាឆ្លងពួកគេក៏សឹងតែមានដែរភារៈនេះដោយសារស្រឡាញ់កូនណាមានទឹកចិត្តល្អបានបល័យគេហៅថាសុខហទាជាអ្នកមានសន្តានចិត្តល្អឲ្យកូនមកដេកមកជ្រកនៅក្នុងផ្ទៃហើយមកជ្រកនៅនេះមិនមែនឆាប់ពី9ខែ10ខែម៉ែគាត់ដឹងបើយើងចង់ដឹងមានតែផ្លូវមួយយ៉ាងទេទៅឡើងភ្នំពេជ្រវ៉ាយកថ្ម3 4គីឡូ5គីឡូចងមកជាប់ពុះរត់ឲ្យរួមឲ្យដូចអ្នកមានផ្ទៃពោះសាកមើលងូតទឹកក៏ស្ពាយអញ្ចឹងហូបបាយក៏ស្ពាយអញ្ចឹងសាក9ខែនោះវាស្រួលប៉ុណ្ណាទៅឯងតាមមើលទៅប្រហែលយើងបានមួយថ្ងៃទេឆ្លើយប្រវត្តិចោលលោកទៅពេញកប៉ោងធ្ងន់ណាពិបាកអញ្ចឹងណាប៉ុន្តែម៉ែតស៊ូដកដង្ហើមទៅទៅចែកឲ្យកូនហូបបាយទៅចែកឲ្យកូនហើយហូបទឹកទៅចែកឲ្យកូនស្រូបបានក្លិនផ្សែងបរិយទៅចែកឲ្យកូនវិលមុខឲ្យងឺក្នុងនឹងដែរសពបែបយ៉ាងអញ្ចឹងណាដូច្នេះញោមញាតិពុទ្ធបរិស័ទឲ្យកូនមកជ្រកនៅក្នុងផ្ទៃនេះដោយសន្តានចិត្តល្អឈ្មោះទី1សុខៈពីឈ្មោះទី2ហៅថាតោហៈលេនីជាស្រីចាញ់កញ័រលហិតញ័រលហាយអាស្រ័យបុតភ្ងានឹងមកផ្ញើជីវិតទោះបីឃ្លានមកជូឃ្លានខ្វាត់ឃ្លានដុំអត់ឃ្លានបែងក្បឿងក៏ម៉ែវាយគៀមបៀមជូដើម្បីចិញ្ចឹមកូនទំនុកបំរុងភ្ជាប់ផ្គាប់តាមចិត្តកូនដែរបើខ្លួនឯងវិញឃ្លានមកជូអំបិលប្រហុករបស់ផលជូប្រៃណាគេប្រាប់ថាណែកុំហូបកុំពិសាណាវាជាទំនាស់ទាស់ដល់បុតនៅក្នុងផ្ទៃសុខចិត្តឃ្លានហូរទឹកមាត់ប្រក់ទឹកមាត់មិនហ៊ានហូបមិនហ៊ានបរិភោគទេអញ្ចឹងគាត់ចាញ់កញ័រលហិតញ័រលហាយញាក់ញ័រអស់ជើងដៃទៅសៃទៅសងលងទីអីសពបែបយ៉ាងអ្នកខ្លះហើមមុខអ្នកខ្លះហើមខ្លួនអាមិនក៏តស៊ូដែរគេហៅថាជំងឺចាញ់កអញ្ចឹងហើយឪពុកឯនោះក៏ខ្វល់ក៏ខ្វាយអាណិតដល់ម្ដាយតស៊ូធ្វើការងារជំនួសគាត់ហើយកងពាក់ខ្លាដេកគិតអញពីដើមស្មើនេះដើរទាត់សៃដើរវាយបាល់ឥឡូវតិចទៀតមានកូនមានចៅអញត្រូវបង្កើនលបឿនរត់ទ្របបន្ថែមទៅវាកើតមកវាយកមាត់មកដែរហើយពីដើមមិនទាន់មានពេទ្យស្មើនេះទៅកាប់អស់ទៅដុតខ្ជុំទុកឲ្យហើយស្រឿមើលជើងក្រែត្រូវចងខ្សែត្រូវធ្វើឲ្យមមជាងអើប្រដាប់ឆ្អើភ្លើងលើល្បីគ្រូណាមានថ្នាំរសាក៏ទៅតាក់ទងទិញយកមកទុកឲ្យហើយរៀបចំប្រដាប់ប្រដារួចស្រេចបន្តិចទៀតអញមានកូនឃើញណាខ្វល់ខ្វាយទាំងអស់តែនឹងហើយគេឲ្យឈ្មោះថាតូហលេនីខ្វល់ទាំងឪខ្វល់ទាំងម៉ែដល់ទី3គេហៅទី4ហៅថាជាអ្នកយន្តតីស្រីដែលញ៉ាំកូនឲ្យកើតទី3និងទី4នេះពិបាកណាស់បុរាណណាចាហៅថាឆ្លងទលេបថុយជីវិតនឹងឧបសគ្គគ្រោះថ្នាក់កពើឆ្លាមមកដែលឆ្លងទលេអ្នកខ្លះលិចលង់ផងស្លាប់ក៏ច្រើនគ្នាដែរយ៉ាងណាមិញម៉ែស្លាប់អស់ច្រើនគ្នាដែរដោយសារតែសម្រាលបត់ឈាមហូរធ្លាក់កត់ធ្លុកក៏ក្រៅញាប់ញ័រអស់តសៃតូចតសៃធំកម្លាំងធម្មពលក្នុងខ្លួនប្រមាណអស់ហើយពេលនឹងស្លាំងមុខស្លាំងមាត់ប្រឹងសពបែបយ៉ាងទាំងអស់កម្លាំងធ្លាប់តែមានខ្លាំងធ្លាក់ខ្លួនដល់មនុស្សអស់កម្លាំងអលិញដែលគេហៅថាតសៃខ្ចីតម្រាំឆ្លងឧបសគ្គគ្រោះថ្នាក់ដ៏ធំនេះបានម្ដាយឪពុកស្លាប់អស់ច្រើនគ្នាណាស់បានគេហៅថាម្ដាយឆ្លងទលេប្របាក់សនុកប៉ុណ្ណាញោមញាតិធ្លាប់ឆ្លងកាត់ក៏ដឹងស្រាប់យ៉ាប់ទាំងឪពុកអ្នកនៅខាងក្រៅភ័យអខ្លាចប្រពន្ធគ្រោះថ្នាក់ខ្លាចកូននិយាយនេះរត់ទៅហៅគេប្រើរត់ទៅហៅតានោះគេប្រើឲ្យប្រកាប់ភ្លើងគេប្រើឲ្យដាំទឹកអត់ធប់បនព្រះសព្រះទេវតាបនខ្មោចអរិយតាបនព្រះបនព្រំខ្សត់ធ្វើមកអីអុយឲ្យជួយថែអាសាកូនខ្ញុំប្រពន្ធខ្ញុំឲ្យសុខសប្បាយទុំរំទៅលឺសំឡេងកូនស្រែកយំងាឡើងមកនោះវាមិនសឹងថាអស់ព្រលឹងបលះពីខ្លួនណាលឺតែសំឡេងយំងាឡើងវារំភើបសឹងតែដែតខ្លួនផុតពីដីតម្លាក់កាសៀវចោលរត់ទៅមើលកូននឹងមកសឹកតែខ្ជុំក៏ខ្ញុំនឹងទឹកភ្នែកដែរសប្បាយរំភើបរីករាយតម្រាំឆ្លងផុតឧបសគ្គគ្រោះថ្នាក់មួយនេះតស៊ូលំបាកណាស់បានគេហៅថាឆ្លងទលេវាមិនងាយសោះទេក៏បាក់ទាំងឪពុកទាំងម៉ែហើយចាប់ពីនឹងទៅទី5គេឲ្យឈ្មោះមួយទៀតហៅថាតោសេនតីអ្នកមានសន្តានចិត្តបីបាច់លួងលោមថ្នាក់ថ្នមជាមួយកូនយកប្រលប់ងឹតប្រពីងប្រពើមកលឹមប្រពេចប្របាច់បំថាម៉ែសម្រានមិនលុកឪក៏នៅសម្រានមិនលុកនៅមើលភ្លើងមើលភ្នក់ខ្លាចវាឆេះខ្លាំងខ្លាចវាឆេះក្រែឬខ្លាចវាលុតអស់ខ្លាចវាបាត់កម្ដៅដុតដុំថ្មផងតាមថ្នាំផងអង្គុយថែទាំល្ងើភ្លើងខ្លាចវាហុយខ្លាំងទៅវាទៅជាជំងឺទាស់ព្រាយកលាភ្លើងអីម្ល៉េះហើយអង្គុយថែអង្គុយទាំមកលឺតែឆ្កែព្រុសតែមកវោពីរលែងដេកហើយអង្គុយចាំមកយកទល់ភ្លឺហើយបើកូននោះវាមិនស្រួលខ្លួនវាក្តៅខ្លួនវាយំវាយេវាស្រែកវាទួយទាំងម៉ែទាំងឪនឹងអង្គុយយំមើលមុខគ្នាអាណិតកូនណាស់មិនដឹងធ្វើមិនកើតអ្នកខ្លះចុះទៅតាមពេទ្យតាមមងវ៉គេងឹតប្រពីងប្រពើមកលឹមប្រពេចប្របាច់ផ្លូវសិតតែផុកសិតតែលបាត់គេដេកលក់សូនអស់ហើយឯងនៅតែតស៊ូលំបាកសពបែបយ៉ាងទៅវ៉គេទៅដាស់គេឲ្យមកជួយមើលកូនខ្ញុំផងឲ្យតែកូនខ្ញុំជាលក់ដីលក់ធ្លីលក់ស្រែលក់ចំការក៏ខ្ញុំសុខចិត្តធ្វើការបង្រើលោកតែឲ្យតែកូនខ្ញុំជាតស៊ូលំបាកអញ្ចឹងម៉ែឪធ្លាប់តែពីដើមចេះខ្មាស់ចេះអៀនចេះព្រៀនឥឡូវមានកូនហើយពេលតែកូនយំលួងមិនស្ងៀមពីដើមមិនហ៊ានច្រៀងអាឡេអាឡូទេខ្លាចគេថាឯងអាឡេអាឡោដល់តែមានកូនលួងមិនស្ងៀមច្រៀងពេលណាថាអីថាទៅផ្អើលគេផ្អើលឯងមិនថាទៅហើយពីដើមមកចេះខ្មាស់ចេះអៀនព្រៀនកដាលចំណុំចំណោ
mình hiên bạch nhà cặp bậc kia ra cái đây đặt đó ta lấy con dung luôn mình nghiêng tụm bay con cái đá chẳng đâu nó tụm bay để làm mưa này mưa tới ao ta con anh bạch dung to su lùm bạc chen luôn nôm chen thằng nôm còn năng đã kia hai thà tàu sen tây bốc cái nó tiết mai nơi cái say say lướt chen thằng slom đang cái đặt say muốn cái chen ngày này chen đâm chen slot chen chung và hóc chen đâm bay lướt vô mà tôi chọc cái bún đang slot mấy cái bàn mà năng điได้lướt vô máu cái hộp hơi luôn anh hộp tam khói sọtประมาณประโมชnăng vô từ liên người đọc luôn anh mai năng đôi lột mưa là bốc slot tập này luôn anh ở đang khơi trâu chỉ kia này là chen liên chan liên năng liên năng trên nó slot cái mà nó đã toát bằng đã là mà này mà liên chan liên năng anh đóហើយបើសិនជាវាសបោលុយសបោកាក់ទៅវាគ្រាន់អាចមើលក្នុងពីងអស់អង្គលីងទៀតបលឹមឡាក់ញ៉ាកូនចៅគេទុករត់ទៅធ្វើការស៊ីឈ្នួលជួលកំរើទៀតមកព្រឹកថ្ងៃសៀលត្រឡប់មកវិញអស់ក៏បានបន្លែក៏បានបានត្រីមកតំណោទៀតតើសឹងទៅរត់មកទៅនៅតែខ្លួននេះចិត្តមកដល់ផ្ទះមុនបាត់ហើយរត់តែទៅដាក់មកខ្លួនឆ្លៀតចូលផ្សារពេញនំក្រូចបានមួយដាក់ទឹកកន្លឹកយកមកលុងឯងហូបនំឯងទៅស្អីផ្សេងហូបនំហើយឲ្យវាហូបនឹងម៉ែគាត់ថាឲ្យវាឯងហូបជាងខ្ញុំឲ្យវាឯងហូបទៅនំមួយនៅប្រចាំគ្នាទៅវិញទៅមកក៏មានទៀតបើសិនយើងមកគេអង្គនេះមានប្រចាំទេទទួលដាក់ផ្លុកបាត់ហើយដល់ចឹងម៉ែឲ្យចឹងតម្លាក់អីបានទុកហើយរត់ចូលទៅដាំស្លោបបោពវាវាតិចលើកយកមកអាប់មើលក្នុងពីអត់មានទឹករត់ទៅដងទឹកទៀតណាដងទឹកសម្រាប់នូសម្រាប់ថប់សម្រាប់ដាំស្លោស្លុកណាយកមកដាំឆ្នាំរងាស់លើកជូនប្រពន្ធណាយកប្រពន្ធយកកូនយកទៅគ្រាឲ្យនូទឹកលៀងដោះសពបែបយ៉ាងរបស់តែគេខ្ពើមគេរអើមិនហ៊ានកាន់ពេលនោះគឺកតោបម៉ែកតោបកូនតែអ្នកគេខ្ពើមរអើមិនហ៊ានកាន់អាពុកយើងអ្នកបោកអ្នកញុអ្នកគក់អ្នកញីផ្ទាល់ដៃយកមើលតម្រាំរស់រៀនមានជីវិតមិនស្រួលឯណាមិនដូចសម័យឥឡូវស្អីតិចអានទៅពេទ្យឯណាពីដើមវាកំសត់កំរក៏ប៉ុណ្ណាតែនេះហើយបានគេហៅថាតោសេងតៃអូយផុតពីនេះទៅទៀតលោកហៅថាបោសេងតៃទាំងឪពុកទាំងម្ដាយជាអ្នកចិញ្ចឹមកូនហើយចិញ្ចឹមកូនទាំងគេទាំងយើងប្រពុតត្រង់សម្ដែងថាយ៉ាងខោរូបបៃចាតុមហាពុទ្ធិកោមេតាបេតិកសម្ភវោអតនកុមមាសអុជយោតារូបរាងកាយនៃកូនប្រុសកូនស្រីដែលមានវ័យវឌ្ឍនាការចម្រើនកើនឡើងធំឡើងជាលំដាប់ប៉ុណ្ណេះដោយសារណាកើតឡើងរស់ឯងដោយសារបាយទឹកនំចំណីត្រីសាច់ម្ដាយឪពុកខំចិញ្ចឹមជាពិសេសដោយសារមហាពុទ្ធរូបរបស់ម្ដាយឪពុកដោយសារទឹករបស់ម្ដាយថ្លៃដែលខំចិញ្ចឹមមកកូនខ្លះថាទេខ្ញុំនឹងរបស់ខ្ញុំទាំងអស់ផ្ទះនេះក៏កម្លាំងញើសឈាមខ្ញុំដីនេះក៏ញើសឈាមខ្ញុំម៉ូតូឡាននេះក៏ញើសឈាមខ្ញុំអាទេសកង់នេះក៏ញើសឈាមខ្ញុំគ្មានបានអីពីម៉ែពីឪទេណោះម៉ែឪឲ្យទៅអាប្អូនឲ្យទៅអាពៅបានគេបានគេបានផ្ទះគេបានដីគេបានក្បៃគេបានគោឯរបស់ខ្ញុំសិតតែទិញខ្លួនឯងសោះគ្មានបានគេអីពីម៉ែពីឪទេយើងអាចថាបានប៉ុន្តែយើងទៅរកស៊ីបានរបស់ទាំងនឹងមកយើងបានអីទៅដៃនឹងបានពីណាមកជើងនឹងបានពីណាមកសាច់នឹងបានពីណាមកឆ្អឹងនឹងបានពីណាមកម៉ែអ្នកឲ្យដៃនឹងមកយើងណាឪអ្នកឲ្យជើងនឹងមកយើងណាឪអ្នកឲ្យសាច់ឲ្យឈាមឲ្យឆ្អឹងនឹងណាបានពីឈាមម៉ែពីឈាមឪនឹងមកបានចែកមកជាសាច់ឈាមឆ្អឹងយើងនេះតែនឹងហើយបានថាដោយសារមហាពុទ្ធរូបរបស់ម៉ែឪឲ្យដែរទោះបីគាត់មិនមែនឲ្យដីឲ្យភ្លីយើងក៏យើងយកដៃយកកម្លាំងយើងទៅដែរអាដៃជើងនឹងក៏ចំណែករបស់គាត់នៅក្នុងនឹងដែរគាត់មិនឲ្យមកដែរយើងមើលឃើញដែរអញ្ចឹងហើយបានរស់រៀនមានជីវិតម៉ែឪតស៊ូណាខ្លះកើតឡើងហើយតាមបីចិញ្ចឹមកូនទៅរស់ស៊ីបថុយជីវិតក្នុងព្រៃក្នុងភ្នំជ្រោះជលសាជលស័យយកជីវិតទៅបថុយឧបសគ្គគ្រោះថ្នាក់សត្វតូចសត្វធំពោះវែកពោះដៃពោះថ្នាក់ទាំងសងកត្រោងភ្លើងអាសេរពឹសជំងឺចាញ់យកជីវិតទៅបថុយឲ្យតែបានលុយមកចិញ្ចឹមកូនទៅដេកនៅតំបន់ចាញ់តំបន់ឯណាក៏តស៊ូដែរអ្នកខ្លះទៅតាមផ្លូវសមុទ្រជលសាជលស័យដេកកដាលទឹកកដាលទលេយកជីវិតទៅបថុយទាំងយប់ទាំងអាទិត្យងឹតប្រពេញប្រពើមុខខំតស៊ូលំបាកសពយ៉ាងដើម្បីយកលុយមកចិញ្ចឹមកូនអ្នកខ្លះទៅស្រុកមួយស្រុកពីរខេត្តមួយខេត្តពីរដើម្បីយកលុយមកចិញ្ចឹមកូនរហូតដល់ប្រទេសគេទៀតក៏មានដែរឲ្យតែកូនរស់ឲ្យកូនបានរៀនសូត្របានស្លៀកពាក់ម៉ែឪមិនបានរៀនសូត្រមិនបានស្លៀកពាក់មិនបានរៀនចេះដឹងចង់ឲ្យកូននឹងរុងរឿងខំតស៊ូជានិច្ចអ្នកខ្លះទៅអោនក្បាលទៅត្រកឲ្យគេប្រើគេស្ដីគេជេរគេថាដូចឆ្កែដូចឆ្មាយ៉ាងណាអោនក្បាលឲ្យគេប្រើចុះឲ្យតែបានលុយមកចិញ្ចឹមកូនតស៊ូលំបាកសពបែបយ៉ាងបើយើងដាក់ចិត្តគិតពិចារណាមើលតែប៉ុណ្ណឹងយើងឃើញថាគាត់លំបាកប៉ុណ្ណាជួនកាលអ្នកខ្លះតស៊ូធ្វើអំពើបាបក៏មានដែរស្រុកក្រខ្សត់តាប់យ៉ាងលំបាកវេទនាកំព្រាកំសត់មែនទែនរស់ស៊ីមានកេងមានកັບមានលឹកមានខងវាយប្រដប់គូកំប៉ុងកតោងពលឹកពេញត្រឡប់មកវិញស្រាក់ពេញដដែលក៏សឹងតែមានដែរអត់ធ្វើម៉េចបើគេចោលហើយអាណិតកូនទៅដាក់មកហើយជួនកាលមកបនគេឃើញបបគេឆ្ងាញ់ទៅជេរមួយចានតាមផ្លូវក្រួយទៅឲ្យកូនវាផ្លិចទាំងយកចានទៅត្រឡប់មកសងគេវិញភ្លេចទល់ថ្ងៃនេះអត់ចង់បានអីទេចានមួយហ្នឹងប៉ុន្តែវារំលងថ្ងៃយូរពេកទៅពីថ្ងៃបានឃើញផ្លេចបាត់ហើយមិនចង់បានទេចានមួយហ្នឹងប៉ុន្តែរំលងថ្ងៃយូរខ្មាស់គេខ្ជិលទៅកសងស៊ីដាច់បង្ហើយប្រោយទៅចឹងតើបានជាបនហើយច្រើនតែរាប់ចានទៅខ្វះឥឡូវរមូលហេតុឃើញខ្លះញោមញាតមើលដើម្បីឲ្យកូនរស់ម៉ែឪហ៊ានសពបែបយ៉ាងទាំងអស់អ្នកខ្លះទៅឪពុកស្លាប់ចោលនៅតែម្ដាយមួយម៉ាយមួយត្រូវយកមកកូន4 5 6 7នាក់ម៉ែដើរបេះតគួនបេះតគៀតកដៀតដើរដូរពហុដើរជ្រក់ដូរម៉ាំងរហូតស្រុកនេះស្រុកនោះយកមកចិញ្ចឹមកូនចេះតែរស់តម្រាំរស់រៀនមានជីវិតតំណែងប្រពុតឲ្យឈ្មោះថាបោសេនតៃយើងឃើញ6ឈ្មោះហើយហើយដល់ទី7លោកឲ្យឈ្មោះថាប្រព្រំលោកមានព្រំវិហារធម៌រត់ដណ្ដប់ដោយរូបរាងកាយកូនទី8លោកឲ្យឈ្មោះហៅថាបពទេវីលោកជាទីបតាដើមអ្នកថែរក្សាកូនដល់ទី9លោកឲ្យឈ្មោះហៅថាបពពាចាជាគ្រូខាងដើមអ្នកបង្ហាត់បង្រៀនកូនឯទី10លោកហៅថាអាហនយបកុលគឺជាព្រះរបស់កូនសូមនិមន្តជ្រាប
សាធុជ្រាបអនុថែទៅរៀនពីណាមកទៅប៉ាន់បកស្រាយម្លេះដូចអ្នកធ្លាប់ធ្វើឪពុកគេអញ្ចឹងញោមអ្នកដែលធ្លាប់ធ្វើឪពុកធ្វើបដាយគេក៏មិនចេះរាប់រៀបឲ្យដល់ថ្នាក់នេះដែរហើយដល់អនុថែពោះតាំងពីក្មេងទៅក៏បកកែដឹងម្លេះញោមរៀបរាប់ខ្ទេចខ្ទីអស់ហើយអញ្ចឹងបានជាញោមចេនីស៊ីនោះគាត់ថារឿងសម្ដែងធម៌ព្រះអង្គភិរិទ្ធហ្នឹងប៉ាន់ប្រសពខ្លាំងណាស់បើយើងនិយាយអំពីកលាបដាលវិញរកគូប្រកួតលេងបានហើយឲ្យទៅចូលមកបាយដេកទៅមកមានតដៃកើតទេហើយដល់យើងអញ្ចឹងមែនញោមកាន់ប៉ាន់ប្រសពឆ្លៀងវៃប៉ាន់ប្រយុទ្ធញាតញោមស្ដាប់ទៅងាយយល់ស្ដាប់បានឥឡូវក្នុងទីនេះឈ្មោះរបស់មេតាបិតាមានអត្តន័យសេចក្តីយ៉ាងណាយើងទាំងអស់គ្នាបានដឹងហើយដែរជាបុព្វការីអ្នកមានឧបការៈគុណមុននោះហើយអ្នកដែលមានឧបការៈគុណហៅថាបុព្វការីនោះមាន4ដូចជាព្រះសម្មាសម្ពុទ្ធជាបុព្វការីរបស់ពុទ្ធបរិស័ទហើយចំណែកព្រះរាជាជាបុព្វការីរបស់ប្រជានុរាឯគ្រូអាចារ្យជាបុព្វការីរបស់សិស្សានុសិស្សចំណែកមេត្តាបិតានេះជាបុព្វការីរបស់កូនចៅប្រុសស្រីហើយក្នុងទីនេះជាបុព្វការីបានធ្វើឧបការៈគុណមុនលើកូនប្រុសស្រីបានជាក្នុងឱកាសពេលនេះកូនប្រុសស្រីបានធ្វើកតវិធីតាធម៌តបស្នងសងគុណចំពោះលោកអ្នកមានគុណវិញអនុថែដើម្បីចាត់ទុកថាជាអ្នកតបស្នងសងគុណបាននោះហើយខ្មែរយើងតបផងស្នងផងតបស្នងផងសងគុណផងហើយបើយើងនិយាយទៅតាមធម៌តបស្នងនឹងដោយធម៌ប្រមាណហើយសងគុណនឹងដោយធម៌ប្រមាណដែរនោះអនុថែទើបចង់ជាកតញ្ញូកតវិធីសូមវិសាចនីព្រះគុណជាអង្គម្ចាស់ព្រះគ្រូកងរៃដីក្អមឆ្នាំងដែលទេវតានឹងថែរក្សាការពារឲ្យព្រះគុណម្ចាស់បួសរហូតរាល់ជាតិមិនសឹកដល់ចម្រើននឹងសូមនិមន្តជ្រាបគេហៅថាមនុស្សយើងនៅលុះនៅក្នុងអំណាចលោកធម៌ដែរមិនទៅស៊ីជូរទេប៉ុន្តែប្រអាប់ខាន់មិនទៅស៊ីជូរទេប៉ុន្តែបើគេទៅសើលួចអបក្នុងពោះដែរប៉ុន្តែចំពោះខ្ញុំកណាគឺថាឲ្យតែរឿងគេទៅសើជារឿងភ័យរបស់ខ្ញុំកណាព្រោះទៅសើវាបង្កប់ទៅដោយអាភិបបង្អាប់នៅក្នុងនឹងមួយដែរប្រយ័ត្នថ្ងៃក្រោយហើយម្យ៉ាងទៀតគេថាបជោហ្នឹងគឺសម្លាប់ហើយដល់បង្អាប់ហ្នឹងគឺបង្អាប់ហ្នឹងគឺឲ្យរស់បើបជោសម្លាប់បើបង្អាប់គឺឲ្យរស់បើបជោហ្នឹងឲ្យគេស្អប់ហើយបើប្រសពទៅគេប្រើហើយណាហើយបើមិនជាបជោហ្នឹងឲ្យគេខ្នាញ់ហើយបើខ្ចាល់ខ្ចាំងអាហ្នឹងឲ្យគេគុំហើយបើដូច្នេះរឿងបជោនាំទៅឲ្យស្លាប់ទេហើយបើបង្អាប់អាហ្នឹងបានឲ្យរស់ព្រះគុណជាអង្គម្ចាស់ខ្ញុំកណាបកស្រាយខុសក៏ថាខុសចោះលើសក៏ថាលើសចោះត្រូវក៏ថាត្រូវចោះហើយខ្ញុំកណាមិនមែនដូចគេចូលចិត្តឲ្យទៅបជោតែម្យ៉ាងទេគឺថាយើងត្រូវសំដែងផងរៀនផងទៀតយើងខ្វះឋានៈពីប្រាប់យើងយកតាមកុំឲ្យដូចតងុយគាត់ថាធម៌ពុទ្ធមានតែមួយអង្គលោកសង្ឃបួសរៀនមានដោយវត្តសង្ឃខ្លះចេះស្ទើចាំមិនស្ទាត់ភ្លីភ្លើសូត្រធ្លាប់វាមិនត្រូវខ្យល់គេប្រាប់ថាខុសឯងប្រកាសខឹងមិនដឹងថាខ្លួនរៀនមិនដល់មិនដែលសួរគេព្រោះមិនឆ្ងល់សម្គាល់ថាឯងត្រូវមិនចេះខុសហើយមួយទៀតច្បាប់បុរាណលោកថាកុំឲ្យយកឆ្អិនជាឆៅកិច្ចក្នុងក្រៅមានមេត្រាកុំអាងឯងប្រាជ្ញាចោលច្បាប់ក្បួនលោកព្រេងនាយទោះបីគេទៅសើគេអីយ៉ាងម៉េចក៏ដោយយើងកុំត្រេកអរពេកយ៉ាងណាមិញបើមិនជាគេចេះតែជួយកែជួយប្រាប់កំហុសអានឹងជាការប្រពៃណាស់ឥឡូវក្នុងថ្ងៃនេះព្រះគុណជាអង្គម្ចាស់អ្នកទាំងអស់គ្នាជាកូនជាចៅផៅសន្តានបាននឹកឃើញឧបការៈគុណដូចរៀបរាប់អំបញ្ញមិញហ្នឹងម៉ែឪជាព្រះដែលនៅលើផ្ទះយើងហើយយើងមើលមិនឃើញអ្នកណាមិនឃើញព្រះនេះហើយដែលបុរាណគេពោលថាចិត្តពេកមើលមិនឃើញឬក៏តូចអោបមិនជុំធំមើលមិនឃើញហើយតូចអោបមិនជុំហ្នឹងបានដល់អីតូចអោបមិនជុំហ្នឹងភ្នំតូចហើយដល់ធំមើលមិនឃើញហ្នឹងភ្នំព្រះសម័យឬតែធំណាស់នឹងនៅណាផងប៉ុន្តែគុណម៉ែគុណឪហ្នឹងវាធំជាងភ្នំព្រះសម័យទៀតប្រយ័ត្នតែកូនមើលមិនឃើញព្រះនៅលើផ្ទះនៅចិត្តប្រកោយទៅសាពះវ័នពីតែព្រះនៅវត្តដូចជំនាន់ព្រះស្រីម្នាក់យកជ័យទៅថ្វាយព្រះស្រាប់តែយកទៅថ្វាយព្រះព្រះអង្គសួរថានាងថ្វាយព្រះអីផ្ទះហើយនៅអត់មានព្រះផងផ្ទះខ្ញុំព្រះអង្គប្រពុតថាមានណាព្រះនៅផ្ទះហើយយកទៅវិញទៅថ្វាយព្រះនាងយកជ័យត្រឡប់មកវិញរកព្រះនោះវាមិនឃើញយកព្រះនៅឯណាមិនក៏មិនឃើញរចោះរឡើងយួរចោះយួរឡើងជែកនឹងបាក់កធ្លាក់មួយខ្ពៀកនិយាយពីម៉ែចាស់ឃើញជែកកូនតាមសម្លឹងឲ្យភ្លឺសម្លឹងចោះសម្លឹងឡើងឃើញតែមួយធ្លាក់ខ្ពៀកនឹកអព្រឺតអានឹងទៅនៅបានឯងនៅស្ងៀមជាជាងទំនេរហាមាត់សុំគេលោកគេឲ្យហើយកូនអាមួយធ្លាក់ហ្នឹងឲ្យម៉ែមកគាត់អាហ្នឹងមិនធ្លាក់ឲ្យម៉ែយកទៅណាហុចមកគាត់អព្រឺតអញថាបានអញបានណែបកខ្វោកដាក់ផ្លប់គិតទៅមកស្និតបានមួយឆ្ងាញ់របស់គាត់មែនបានអាចារ្យអ៊ូចុងផ្ដាំហើយថាកូនខ្លះជឿបុណ្យនោះជឿខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តបាម៉ែឪស្រែកឃ្លានចង់បានណាស់ផ្លយសួរកូនថាមានសល់ឬទេមិនទៅវត្តពេជ្រវ៉ាទេណាទៅវត្តបា
ម៉ែអីក្រីក្លៀនចំបានណាស់ណាផ្លយសួរកូនថាមានសល់ទេព្រឹកឡើងក្លៀនបាយញាក់ពោះញើសខ្ចាយឃើញសន្លគេកូនឆ្លើយវឹងផ្កានថាអត់បានសល់ទេកូនស្លគ្រាន់តែទៅវត្តទេឪគេថាគេស្លតាន់ទីគ្រាន់តែទៅវត្តហ្នឹងឪនឹងប្រាប់ថាកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបគេមិនឲ្យហូបគេថាបាបទៀតខ្ញុំមិនទេណាបានជានាងនឹងយកជ័យទៅថ្វាយព្រះព្រះអង្គសួរថាម៉េចនាងថ្វាយព្រះអីផ្ទះហើយនៅទេអត់មានផងអត់មានព្រះសោះព្រះអង្គថាចុះបាត់ជ័យមួយនេះទៅណាអាហ្នឹងវាបាក់កធ្លាក់ឲ្យម៉ែគាត់ហូបបាត់ហើយបានប្រកបថានឹងហើយម៉ែនឹងហើយណាជាព្រះណាម៉ែនឹងឪនឹងហើយជាព្រះកឡងគង់នៅក្នុងផ្ទះណាកូនដាំពូជសុកជាមួយគាត់សុកណាកូនដាំពូជក្តៅកាហាយណាធ្វើឲ្យគាត់ក្តៅកាហាយយើងក៏រស់នៅក្តៅកាហាយដែរហើយបើធ្វើឲ្យគាត់ទឹកភ្នែកយើងនឹងក៏គង់តែទឹកភ្នែកដោយសារកូនដែរបើអញ្ចឹងចិញ្ចឹមទំនុកបំរុងគាត់ជាព្រះធ្វើបុណ្យជាមួយព្រះមែនតែនបានបុណ្យប៉ុណ្ណាធ្វើបុណ្យជាមួយម៉ែឪយើងនឹងបានបុណ្យដូចព្រះនងដែរចេះឥឡូវកូនចៅគេនឹកឃើញហើយគេធ្វើបុណ្យជាមួយព្រះបើគាត់នៅរស់រៀនមានជីវិតអញ្ចឹងវាមានពាក្យមួយគេហៅថាតបស្នងសងគុណតបស្នងសងគុណឃើញ4តបហ្នឹងគឺកិរិយាប្រព្រឹត្តត្រឡប់តបនេះមាន2គឺតបគុណ1តបទោស1អាតបទោសហ្នឹងម៉ែនិយាយមួយម៉ាត់2ទៅកូន3 4ម៉ាត់ត្រឡប់មកវិញម៉ែវាយកូនមកពាត់កូនលេងមួយជើងមកម៉ែបាស់ជើងក្រាំងហ្នឹងទៅអាហ្នឹងតបដែរប៉ុន្តែតបហ្នឹងតបខុសតបទោសប៉ុន្តែបើតបត្រូវគឺម៉ែឪចាំយើងចាំគាត់វិញទៅអាហ្នឹងតបនេះសំដៅទៅលើកូនចៅបំពេញតាមតួនាទីថាតោនេសង្ឃបរិសាមិគាត់ចាំយើងចាំគាត់កិច្ចចាំនេសង្ឃបរិសាមិគាត់មានកិច្ចរវល់យើងបាត់តូបបាត់ហាងមកជួយកិច្ចការងារគាត់មកពេលរឿងចឹងទៅទីយ៉ាជាងបដិបច្ជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកគាត់ក៏ระวังសង្ឃតបេសាមិថែរក្សាពូជពងវងតកូលគាត់ផងកុំឲ្យគេនិយាយដើមខូចពូជគាត់នេះគាត់នៅរស់ដល់តែគាត់ស្លាប់ទៅតេខេណាអនុបតេសាមិយើងអ្នកនៅរស់នឹងធ្វើបុណ្យតេខេណាអនុបទានឧទ្ទិសឲ្យនេះធ្វើអញ្ចឹងបានគេហៅតបគុណអញ្ចឹងសរុបសេចក្តីជូនបាយជូនទឹកជូននំជូនចំណីជូនត្រីជូនសាច់ទាំងអស់ហ្នឹងគេមិនតន់ហៅសងគុណទេណាញោមគេហៅត្រឹមតែតបគុណតែប៉ុណ្ណោះហើយចង់សងគុណវិញធ្វើម៉េចចង់សងគុណវិញមានន័យថាពុទ្ធសម្ដែងថាយោចខោមេតាបេតយោចខោភិក្ខវេមេតាបេតរោអសទ្ធិសទ្ធាសម្បទាយសមាតបេតិនិវេសេតិកតថាបេតិមនាលភិក្ខុទាំងឡាយបើចង់សងគុណមេត្តាបីដាណាពុំតាន់មានសទ្ធាពុំតាន់មានសិលពុំតាន់មានចក្ខៈពុំតាន់មានបញ្ញាទេកូនចៅញ៉ាំងគាត់ឲ្យមានសទ្ធាមានសិលមានចក្ខៈមានបញ្ញាបានហៅថាសងគុណសងនេះញោមញាតិហើយសងមានន័យវាខុសពីតបត្រង់ថាតបគុណនឹងជូនបាយទឹកនំចំណីគាត់ហូបបានតែមួយថ្ងៃពីរហ្នឹងប៉ុន្តែបើយើងសងគុណគាត់បានហូបរាល់ឆ្នាំរាល់ជាតិទៅរហូតដឹកនាំគាត់ឲ្យមានសទ្ធាមានសីលៈមានចក្ខៈបញ្ញាញ៉ាំងត្រង់ណាដូចក្នុងកម្មវិធីបុណ្យហ្នឹងចង់ឲ្យម៉ែឪមានសទ្ធាកូនចៅនាំគ្នានិមន្តប្រសងមកសម្ដែងធម៌ទេសនាអញ្ជើញអាចារ្យមកបញ្យលធម៌ឲ្យគាត់មានសទ្ធាចង់ឲ្យគាត់មានចក្ខៈនាំគ្នាទិញគ្រឿងបច្ច័យ4គ្រឿងប្រឡងលុយកាក់យកមកជូនគាត់តែគាត់បានច្រើនទៅគាត់ចេះយកទៅធ្វើបុណ្យអាហ្នឹងឲ្យញ៉ាំងឲ្យមានចក្ខៈចង់ឲ្យគាត់មានសិលនិមន្តប្រសងយកមកឲ្យសមាទានសិលគាត់បានសមាទានសិលញ៉ាំងគាត់ឲ្យមានសិលឬក៏ថ្ងៃសិលដោះស្រាយចំណងគាត់ឲ្យគាត់ទៅវត្តទៅវាសមាទានសិលអានឹងហើយហៅថាញ៉ាំងគាត់ឲ្យមានសិលហើយចង់ឲ្យគាត់មានបញ្ញានិមន្តប្រសងសម្ដែងធម៌ទេសនារកកសែតលោកទេសនាគម្ពីរដីកាសត្រាក្បួនច្បាប់ឲ្យគាត់យកមកអានមករៀនមកសូត្រឲ្យគាត់មានបញ្ញាចេះគិតពីអាយុសង្ខាររបស់ខ្លួនគាត់នឹងឯងមានបញ្ញាហើយដោយសារកូនអ្នកធ្វើដូច្នេះកូននឹងឯងឈ្មោះហៅថាសងគុណឯស្នងហ្នឹងកាន់តាមម៉ែតាមឪបើម៉ែឪមានសទ្ធាមានអីកូនក៏មានតាមអញ្ចឹងទៅឯគុណហ្នឹងគឺសេចក្តីល្អបានជាកូនចៅនឹងឯងគេធ្វើអញ្ចឹងប្រគុណម្ចាស់គឺតបគុណនិងសងគុណវាខុសគ្នាតបហ្នឹងដោយធម៌5ឯសងដោយធម៌4ដោយលើកឡើងមកអញ្ចឹងដោយគេធ្វើបុណ្យហ្នឹងហៅថាសងគុណហើយសូមជ្រាបសាធុជ្រាបអនុថែតបគុណដោយសង្ឃហៈធម៌ទាំង5ហើយសងគុណនោះដោយធម៌4សទ្ធាសីលៈចក្ខៈបញ្ញាហើយចុះកូនល្អអនុថែដែលចាត់ជាកូនល្អវិញតើលក្ខណៈប្រមាណយ៉ាងទើបចាត់ជាកូនល្អប្រកបដោយធម៌អនុថែសូមវិសាជនីកូនល្អនៅក្នុងសង្គមខ្មែរយើងគេចំណាំកូនល្អមានលក្ខណៈ6យ៉ាងញោមញាតិណាដឹង6យ៉ាងស្អីខ្លះដឹងប្រាប់អាត្មាចែកបុណ្យទី1កូនណាស្ដាប់ពាក្យព្រានបដៅរបស់ម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪពេលគាត់ចាស់ជរាទី3កូនណាទ្រាំជំងឺម៉ែឪពេលគាត់ឈឺទី4កូនណាតន់ដង្ហើមគាត់ពេលគាត់ស្លាប់ទី5កូនណាបានឃើញភ្លើងផ្សែងធូបទៀនគេបូជាម៉ែឬគេបញ្ចុះម៉ែឪខ្លះគាត់ខឹងកូនខ្លាំងមែនទែនគាត់ថាហែងទៅឲ្យឆ្ងាយបាត់ពីមុខពីមាត់អញមិនបាច់មកឃើញភ្លើងផ្សែងអញទេហ្នឹងមកពីអាសេចក្តីស្រឡាញ់ខ្លាំងហ្នឹងវាត្រូវតែឃើញភ្លើងផ្សែងពេលគេបូជាហ្នឹងណាហើយដល់គាត់អស់ការស្រឡាញ់គាត់ខឹងពេកគាត់ថាអញ្ចឹងទៅមិនបាច់មកឃើញភ្លើងផ្សែងអញទេ
ហើយដល់ទី6កូនណាបានរលឹកនឹកដល់មេត្តាបិតាយកអធិធិមកថែរក្សាទុកហើយធ្វើបុណ្យឧទ្ទិសទៅឲ្យនឹងហើយកូនមានលក្ខណៈ6យ៉ាងនេះជាកូនល្អក្នុងពុទ្ធសាសនាកូនជាបណ្ឌិតកូនល្អហៅថាអតិជាតិបុត្រពីព្រោះកូននោះក៏មាន3អវៈជាតិបុត្រកូនអន់បំផុតមិនបានធ្វើបុណ្យធ្វើអីជូនម៉ែឪទេប៉ុន្តែសុំឲ្យម៉ែឪនឹងទុកអាវថាប៉ៅឲ្យប្រយ័ត្នតែកូនលោកកប៉ៅយកអស់ខានពេញស្លាហូបអញ្ចឹងណាកូននឹងគេមានតែលបែងស្រីស្រាពីលៀបនល់គេតែប៉ុណ្្នឹងទេគ្មានបានធ្វើបុណ្យសំពីនឲ្យម៉ែឪទេហ្នឹងអវៈជាតិបុត្រហើយកូនមួយទៀតអនុជាតិបុត្រម៉ែឪធ្វើម៉េចកូនគេធ្វើតាមយ៉ាងហ្នឹងទៅឯអតិជាតិបុត្រហ្នឹងប្រសើរលើសជាងមេត្តាបិតាមកដឹកនាំបងប្អូនដឹកនាំអីធ្វើបុណ្យកតញ្ញូបានកូននេះមានធម៌4អត្តសទ្ធិទៅរៀនឲ្យមានចំណេះខ្លួនឯងបរសទ្ធិមកដឹកនាំបងប្អូនឲ្យគេចេះតាមសង្ឃៈចេះសណ្ដោសសង្គ្រោះដល់អ្នកចិត្តខាងកតញ្ញូដឹងគុណមេត្តាបិតាជាដើមហ្នឹងកូនមានធម៌4យ៉ាងនេះហើយជាកូនល្អប្រគុណជាអង្គម្ចាស់ប្រយ័ត្នយាយអាឡាងចោលអស់អត់អ្នកយ៉ាងកាញ់សូមជ្រាបសាធុអត់តន់អីទេអនុថែដោយសារអនុថែនឹងឆ្លោយពីរសបោះក្បាយខ្លាំងពេកចឹងសុំបន្តិចទៀតទៅចុះមិនតន់បញ្ចប់ទេកូនប្រុសស្រីក្នុងឱកាសនេះចាត់ជាកូនល្អចាត់ជាអតិជាតិបុត្រជាកូនដ៏ប្រសើរចេះតបស្នងសងគុណជូនលោកអ្នកមានគុណរបស់គាត់បានចំណាយធនធានយ៉ាងច្រើនប្រកាសពលកម្មធ្វើកម្មវិធីបុណ្យកតញ្ញូកតវិធីដ៏អស្ចារ្យឬក៏គ្រឹះគ្រាយ៉ាងនេះអនុថែតើកូនប្រុសស្រីដែលខំខ្នះខ្នែងយ៉ាងនេះបានអានិសង្សយ៉ាងណាទាំងក្នុងបច្ចុប្បន្នហើយនឹងទៅបរៈលោកអនុថែសូមវិសាចនីបានកូនចៅធ្វើបុណ្យអញ្ចឹងបានតបគុណបានសងគុណបានសុំខមាទោសគាត់សុំខមាទោសគាត់ណាញោមសំខាន់បំផុតរួចកម្មរួចពីជាមួយម៉ែជាមួយឪយើងរៀបរាប់ពីគុណម៉ែគុណឪខាងដើមមកយើងដឹងហើយព្រះគ្រូជាអង្គម្ចាស់ព្រះគ្រូព្រះជ្រួយលោកស្មូតគុណម៉ែនឹងច្រើនហើយដូច្នេះញោមញាតិក៏ដឹងស្រាប់ហើយប៉ុន្តែយើងគិតមើលកម្មពីទៅវិញកូនខ្លះគេល្អគេថាដឹងស្អីទេម៉ែបង្កើតអាបងមកឲ្យស្អាតបង្កើតឯងមកមុខមើលខ្ជុំខ្លះដឹងស្អីទេម៉ែបង្កើតអាបងមកឆ្លាតទៅឆ្លាតបង្កើតឯងមកអបញ្ញារៀនអីចេះសោះដឹងស្អីទេម៉ែបង្កើតអាបងមកត្រឹមត្រូវបង្កើតឯងមកពីខាពីរីទៀតមិនគ្រប់លក្ខណៈហើយទៅបន្ទោសស្រែនម៉ែស្រែនឲ្យបង្កើតកូនហ្នឹងអញ្ចឹងនឹងឲ្យស្រែនវាចឹងហើយប៉ុន្តែដែលវាខុសគ្នានេះច្បាប់កម្មពុទ្ធសាសនាគឺលក្ខណៈអត្តចរិតវាផ្ដល់អធិពលមកតាមរយៈច្បាប់កម្មមកទេម៉ែការបង្កើតមកក៏មិនដឹងថាមកកូនណាមិនទៅដែរហើយដល់កើតមកល្អអាក្រក់ខ្មៅសរឿងខ្លួនឯងដែរអ្នកខ្លះម៉ែឲ្យខ្មៅដូចខ្ជុំកូនដូចទេវតាហើយអ្នកខ្លះម៉ែសដូចចិនឆៃកូនខ្មៅមើលតែខ្ជុំទៅវិញវាជ្រះគ្នាអញ្ចឹងដែរតាញោមញាតិពុទ្ធបរិស័ទកម្មពៀមួយចំនួនកូនខ្លះធ្លាប់មានកម្មពៀជាមួយម៉ែឪដូចជាម៉ែឪស្ដីនិយាយជេរថាបង្ហាត់បង្រៀនព្រៀនបដៅអីកូនខ្លះខឹងម៉ែធ្វើមុខកញើដាក់ម៉ែឪមុខមិនរីកទេដឹងពីស្អីទៅលូច្រើនណាស់ខ្ញុំបើឡើងទេសនាលើឡើងទេសនាធ្លាប់យ៉ាតែឡាដែលឲ្យតែម៉ែឪស្ដីដល់យ៉ាតែឡាដែលអត់ទៅស្ដាប់ម៉ែឪស្ដាប់មិត្តភក្តិច្រើនជាងអូមុខសញ្ញាគ្រោះថ្នាក់មួយកូនណាទៅស្ដាប់មិត្តភក្តិច្រើនជាងម៉ែឪគ្រោះថ្នាក់មួយហើយម៉ែឪមុខទឹកភ្នែកឲ្យសារកូននេះបើចំមិត្តភក្តិល្អអានឹងគ្រាន់បើចំមិត្តភក្តិអាក្រក់ទៅហើយទៅបាត់មួយខែបានមកផ្ទះម្ដងវេទនាឲ្យធ្លុះរត់ចោលសាលាបាត់អាម៉ូតូទិញថ្មីឲ្យនឹងធ្លុះយកទៅប្រចាំបង្ហើយបាត់ហើយដល់ប្រចាំទៅគេស៊ីដាច់បាត់អត់ហ៊ានចូលផ្ទះអានឹងវើហើយធ្វើអីក៏ហ៊ានធ្វើដែរហើយតែមកប៉ុណ្ណឹងហើយខូចអនាគតទៅម៉ែឪសង្ឃឹមថាសធរទ្រូងប្រទេសជាតិលើកមុខពុកម៉ែទីបំផុតតែខ្លួនឯងបានលើកផងទៅហើយអានឹងប្រយ័ត្នដែរណាញោមដូច្នេះហើយម៉ែឪស្ដីនិយាយថាកូនណាធ្វើមុខកញ៉ៃដាក់នឹងហើយច្រើនតែកើតឡើងមកមុខកញ៉ៅមុខដូចសបកក្រូចសោចចឹងមុខដូចសបកខ្នៅណាំងចឹងហើយដល់តែចង់ស្អាតចង់ល្អរលុយមានបានអង្គុយទៅកែសម្ផស្សឲ្យស្អាតមកត្រាំកាហ្វេទឹកដោះគោអីមិនដឹងទេត្រឡប់មកវិញមុខឲ្យឡើងសបណ្ណកនៅរៀងសក្រមចាំអាភ្លើងហ្វាគេថតវីដេអូទៅឃើញតែមុខមិនដាច់ធ្ងូមកគេយកបាត់ខមើលឃើញចង់ភ្ញាក់ម្ដងដល់មានពិធីបុណ្យទានអីឃើញថាឯងកែសម្ផស្សស្អាតមែនប៉ុន្តែដល់តែគេនោះអ្នកដែលម៉ែឪគេស្ដីនិយាយបដៅថាគេមុខអញញឹមអញែងបង្រើម៉ែដោយគោរពអញញឹមដាក់ម៉ែកើតឡើងមកមុខគេវាស្រស់បោះល្អល្អតែចាស់តែចង់ពោផងសំរុំឆោមឆាយប្រងព្រាយស្អាតតម្រងញោមមិនតាន់ត្រូវប្រេងត្រូវម្សៅផងវាស្អាតដល់មានពិធីបុណ្យគេឡើងប្រេងឡើងម្សៅកមូនតែងខ្លួនក្រែមកៃបន្តិចទៀតទៅព្រះហើយស្អាតឡើងមកកម្រិតទៀតឯងខំកែសម្ផស្សចាញ់គេអាដែរវាចេះណាហើយដល់អ្នកខ្លះទៅម៉ែឪស្ដីនិយាយជេរថាប្រើឯងខឹងម៉ែសម្លុកឲ្យខ្មែរឲ្យភ្នែកមិនល្អធ្វើភ្នែកតូចធ្វើភ្នំភ្នែកតូចភ្នែកធំសម្លឹងម៉ែដល់កៅភ្នែកមិនល្អកម្មពៀកើតមកច្រើនតែគ្រោះថ្នាក់ពីការពីរាភ្នែកជួនកាលភ្នែកតូចខូចទៅជាភ្នែកធំជួនកាលភ្នែកវាភ្នែកវត្តក៏មានដែរកម្មពៀសម្លុកសម្លឹងម៉ែណាជួនកាលដើរតាមផ្លូវទៅជួនកាលមើលទៅលិចដើរទៅជើងដើរទៅកាត់មើលទៅលិចដើរទៅត្បូងមើលទៅកើតបាញ់មាត់ងាប់ទីដកដើមទ្រាប់ទៅងាប់ពីកូនម្ទេសអង្គុយនិយាយទូរស័ព្ទក្នុងចការតែមកសន្ធុកស្មៅមកជុំវិញខ្លួនបោះឲ្យខ្ទេចដោយទាំងកូនទ្រាប់កូនម្ទេសទៅទៀតជួនកាលអង្គុយតុកជាមួយគេសម្លឹងមីដល់ស៊ីកាទៀវសោះឈរតាមផ្លូវឃើញសម្លឹងសក្លោតែបោកដៃហៅម៉ូតូទៅវិញអញ្ចឹងណាអ្នកឈប់ណាអ្នកអីបើអញ្ចឹងជួនកាលកម្មពីអស់ហ្នឹងមកពីយើងហ្នឹងឯងសម្លឹងម៉ែសម្លឹងឪហ្នឹងណា
ហើយប្រគុណជាអង្គម្ចាស់ខ្ញុំកណាមានអាចារ្យមួយគាត់សួរដែរគាត់សួរខ្ញុំកណាថាមន់ហើយមនុស្សខុសគ្នាហ្មងខ្ញុំកណាឆ្លើយឲ្យគាត់ថាខ្ញុំកណាឆ្លើយខុសឥឡូវសាកសួរប្រគ្រូកងរៃដីក្អមដីឆ្នាំងម្ដងគាត់ម្ចាស់មន់ហើយមនុស្សខុសគ្នាហ្មងសូមនិមន្តឆ្លើយមានអីទៅពិបាកសម្គាល់អនុថែខុសគ្នាស្រឡះមន់គេមានចាយមនុស្សអត់ចាយទេចាយក៏មានអ៊ីក៏មានដែរមនុស្សមិនមែនចាយអ៊ីហ្នឹងទេអាចចាយពីលើក្បាលហ្នឹងហើយមន់គេមានកន្ទុយបត់ស្រួលចំណាំទេអនុថែសូមជ្រាបប្រគុណណាស់ឆ្លើយនឹងត្រូវហើយអាចគង់នៅនេះរហូតមិនបាច់ទៅពេញបានប្រគុណជាអង្គម្ចាស់ខ្ញុំកណាឆ្លើយរបៀបអីគុណអញ្ចឹងដែរលោកដាក់អាចារ្យទេខ្ញុំសួរអាត្មាដែរជួលមន់សួរគ្នាអាត្មាថាមន់មានចំពោះមនុស្សមានមាត់មន់មានដៃមនុស្សមន់មានស្លាបមនុស្សមានដៃមន់មានខ្នាយមនុស្សអត់មានខ្នាយគេថាដេគុណហើយខ្ញុំកណាមិនចង់បានទេចម្លើយនឹងត្រូវហើយប៉ុន្តែគុណដឹងដែរមន់ណាខុសពីមនុស្សបបាក់សនុកប៉ុណ្ណាដោយវាមិនដែលចេះយកកូនទៅផ្ញើយាយវាទេប៉ុន្តែមនុស្សយើងណាអាងថាបបាក់ខ្លាំងយកកូនទៅផ្ញើយាយវាផ្លែត្រូវក្រហមកញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែបានណាអ្នកច្រូតស្អែកត្រូវចូលធ្វើការងាររោងចក្របើមិនយកកូនទៅផ្ញើម៉ែបានឯពីណាទៅធ្វើរស់នៅក្នុងសង្គមនេះវាអញ្ចឹងហើយតែងតែមានការពឹងពាក់គ្នាទៅវិញទៅមកអញ្ចឹងហើយប៉ុន្តែយើងត្រូវដឹងមួយដែរដឹងហ្មងដឹងថាបើសិនជាម៉ែនឹងគាត់ស្ម័គ្រចិត្តជួយយើងអត់បានប្រើគាត់ទេយើងអត់បាបទេណាប៉ុន្តែបើគាត់កំពុងតែចាស់ជារាបបាក់ហើយយើងទៅប្រើគាត់បន្ថែមទៀតជាពាក់គាត់មួយទៀតហើយជាពាក់យើងនឹងកាលពីនៅតូចនឹងគាត់លាងងូតទឹកដោះក្អែលឲ្យយើងនឹងមិនដឹងមួយថ្ងៃប្រហែលដងទេហើយគាត់ដោះកន្លែងណាខ្លះថាដោះខ្ទេចអស់ហើយតាណាក៏ដោះដែរដោយប្រគុណម្ចាស់គេស្គាល់អស់ហើយតាណាក៏គេដោះដែរហើយម៉ែបោកខោអាវឲ្យម៉ែងូតទឹកឲ្យចុះមួយខែប្រហែលដងតម្រាំចេះងូតទឹកខ្លួនឯងនឹងម៉ែងូតទឹកឲ្យប្រហែលដងនោះអញ្ចឹងក៏ប្រហែលថា1000ដង2000ដងហើយចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែ2000ដងស្មើគ្នាហើយនៅតលយូបានស្មើតាមត្រួតដាក់បោះស្បុកយូម្ដងណាអាចារ្យហៅឡើងរួយមាត់តម្រាំទៅមកជុំគ្នាផងណាក៏មិនថាឡើយឲ្យស្មើ2000ដងវាពិបាកអញ្ចឹងណាវាមិនងាយទេណែម៉ែហូបបាយហូបទឹកអញ្ចឹងជាមួយអីហ្នឹងដាក់កូនលើផ្លូវហ្នឹងក៏ពុំឲ្យឆ្ងាញ់អាដេញផ្កាកផ្លោកទឹកគ្រឿងលក់អីកូនបាញ់ប្រាច់មកអីកុំអាលៀងបង្ហើយទឹកគ្រឿងសិនអីបានណាប៉ុន្តែបើម៉ែវាយវងជាមួយកូនណែម៉ែបាញ់ប្រាច់ឥឡូវកូនលេងអស់ឡូវអត់ព្រួលទេខុសគ្នាណាទឹកចិត្តម៉ែក៏ដូចនេះអង្កាលពីយើងគាត់បោកគាត់លក់គក់ខោអាវដោះក្អែលឲ្យយើងមកយើងជាពាក់គាត់មិនទាន់នឹងសងរួចផងឥឡូវឲ្យមកលៀងចៅទៀតឲ្យមកថែចៅទៀតចឹងបានគេថាយាយឥឡូវខុសពីយាយពីដើមត្រង់យាយឥឡូវសបោចៅខ្ចីពីដើមមានតែកូនខ្ចីឥឡូវមានចៅខ្ចីច្រើនខ្លះមានពីរបានកូនចៅថ្ងៃនេះគេស្រាយចំណងចងពុកចំណងចងម៉ែចំណងអត់ខ្សែគ្មានមុខស្រាយគឺចំណងអីគេចងម៉ែឲ្យជាប់នឹងកូនគេចងជីដូនឲ្យជាប់នឹងចៅកាលជាប់ជាមួយកូនត្រឹមតែមួយតៅឥឡូវជាប់ជាមួយចៅឡើងមួយតោនស្រឡាញ់ចៅណាស់មកសូត្រមុនមកចូលប៉ុនគេប្រញាប់ទៅវិញគេគាត់ដល់ចាំហូបបបរសិនហេនៅកាលពេលចៅយំហើយស្ដាប់លោកទេសនាទេទៅចៅយំឥឡូវឲ្យប្រញាប់ចៅដូច្នេះដោយសារតែ